អូនទៅកិនជួយសន្តិសុខ5នាក់ប្រើប្រាស់ឯកសណ្ឋានអាវុធនិងឧបករណ៍ឆក់បាញ់ទៅលើប្រជាពលរដ្ឋឲ្យរងរបួសត្រូវបានសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅកាន់តុលាការខេត្តក្រចេះសន្តិសុខរបស់ក្រុមហ៊ុនដែលធ្វើការនៅក្នុងក្រុមហ៊ុនដីសម្បត្តិសេដ្ឋកិច្ចមួយកន្លែងនៅក្នុងស្រុកអូក្រៀងសែនជ័យត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបញ្ជូនទៅកាន់តុលាការដើម្បីបន្តចាត់ការទៅតាមនីតិវិធីច្បាប់នេះបើតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ទូអ៊ូសុប៊ុនណាស្នងការនគរបាលខេត្តក្រចេះក្រុមសន្តិសុខចំនួន5នាក់បម្រើការងារនៅក្នុងក្រុមហ៊ុន Great Vendor Agriculture Development Cambodia Limited ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកអូក្រៀងសែនជ័យធ្វើការស្រាវជ្រាវនិងចាប់ឃាត់ខ្លួនកាលពីវេលាម៉ោង 15 និង 20 នាទីថ្ងៃទី 23 ខែមេសា ឆ្នាំ 2026 នៅចំណុចចំណបរកាភូមិតូងឃុំរលួសមានជ័យស្រុកអូក្រៀងសែនជ័យខេត្តក្រចេះការចាប់ខ្លួនក្រុមសន្តិសុខទាំងនោះធ្វើឡើងក្រោយពីពួកគេបានប្រើប្រាស់ឯកសណ្ឋានរបស់សមាជិកបំពាក់ទៅដោយអាវុធឧបករណ៍ឆក់បាញ់ទៅលើជនរងគ្រោះឈ្មោះគឿនគេងបណ្ដាលឲ្យរងរបួសខណៈដែលពលរដ្ឋរងគ្រោះបានយកម៉ាស៊ីនត្រង់ស៊ីន័រកាត់អូសឬរៀនចំការនៅក្រៅផ្ទះបើតាមការបញ្ជាក់ពីតំណាងក្រុមហ៊ុនបានឲ្យដឹងថាបុគ្គលទាំង5នាក់នោះគឺជាសន្តិសុខក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនពិតប្រាកដមែនតែចំពោះការប្រើប្រាស់ឯកសណ្ឋានឬសម្ភារៈមួយចំនួនក្នុងពេលកើតហេតុគឺជាការរៀបចំផ្ទាល់ខ្លួនរបស់ពួកគេមិនមែនជាសម្ភារៈដែលក្រុមហ៊ុនផ្ដល់ឲ្យសម្រាប់ប្រើប្រាស់ក្នុងគោលបំណងបែបនោះឡើយភាគីក្រុមហ៊ុនបានបន្តថាគោលការណ៍របស់ក្រុមហ៊ុនគ្រាន់តែជួលពួកគាត់ឲ្យជួយមើលការងារចុះទៅពិនិត្យស្ថានភាពនិងដោះស្រាយបញ្ហាជាមួយប្រជាពលរដ្ឋដោយសន្តិវិធីនិងការអប់រំណែនាំក្រុមហ៊ុនមិនអនុញ្ញាតឲ្យមានការប្រើប្រាស់ហិង្សាឬប៉ះទង្គិចដោយផ្ទាល់ដៃជើងជាមួយប្រជាពលរដ្ឋក្នុងគ្រប់កាលៈទេសៈទាំងអស់ជនសង្ស័យទាំង5នាក់នោះរួមមានទី1ឈ្មោះរុនឌឿនភេទប្រុសអាយុ59ឆ្នាំជនជាតិខ្មែរមុខរបរសន្តិសុខមានទីលំនៅភូមិដោះក្រមុំសង្កាត់សុកដុមក្រុងសែនមនោរម្យខេត្តមណ្ឌលគិរីទី2ឈ្មោះហឿងប៊ុនណាភេទប្រុសអាយុ37ឆ្នាំជនជាតិខ្មែរមុខរបរសន្តិសុខមានទីលំនៅភូមិហាងខូបានសង្កាត់សាមគ្គីក្រុងស្ទឹងត្រែងខេត្តស្ទឹងត្រែងទី3ឈ្មោះធីវណ្ណាភេទប្រុសអាយុ42ឆ្នាំជនជាតិខ្មែរមុខរបរសន្តិសុខមានទីលំនៅភូមិកំភុនឃុំកំភុនស្រុកសេសានខេត្តស្ទឹងត្រែងទី4ឈ្មោះពឿនប្រុសភេទប្រុសអាយុ29ឆ្នាំជនជាតិខ្មែរមុខរបរសន្តិសុខមានទីលំនៅភូមិចង្ហបឃុំក្បាលដំរីស្រុកអូក្រៀងសែនជ័យខេត្តក្រចេះទី5ឈ្មោះហឿងប៊ុនថាភេទប្រុសអាយុ37ឆ្នាំជនជាតិខ្មែរមុខរបរសន្តិសុខមានទីលំនៅភូមិកំភុនឃុំកំភុនស្រុកសេសានខេត្តស្ទឹងត្រែងក្រុមសន្តិសុខទាំងនេះត្រូវបានកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះបញ្ជូនខ្លួនទៅកាន់តុលាការខេត្តក្រចេះរួចរាល់ហើយនេះបើតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ទូអ៊ូសុប៊ុនណាស្នងការនគរបាលខេត្តក្រចេះកាលពីយប់ថ្ងៃទី26ខែមេសា2026